បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ខ្ញុំធ្វើវីដេអូនេះឡើងគឺទស្សន៍ទាយអ្នកកាត់ថ្ងៃសុក្រខែកញ្ញាឆ្នាំបកបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតយើងឃើញថាពេលដែលលោកអ្នកកើតមកឪពុកម្ដាយរបស់លោកអ្នករកស៊ីធម្មតាទេលោកអ្នកពីក្មេងមានសុខភាពមិនសូវល្អដល់វ័យចំណាស់មានសុខភាពល្អលោកអ្នកពីក្មេងជាមនុស្សនឿយដល់វ័យចំណាស់គឺជាមនុស្សសនុកចំពោះការរកស៊ីបើលោកអ្នករកស៊ីជាមួយនឹងមនុស្សសម្បុរសល្អជាងជាមួយមនុស្សសម្បុរស្ដេចបាយឬសម្បុរខ្មៅដោយសារមនុស្សសម្បុរសមានចិត្តស្មោះនឹងលោកអ្នកហើយមានធាតុត្រូវជាមួយនឹងលោកអ្នកទៀតចំពោះការងារវិញបើលោកអ្នកធ្វើការជាមួយនឹងមេឬថៅកែសម្បុរសល្អជាងជាមួយនឹងមេឬថៅកែសម្បុរស្ដេចបាយឬក៏ខ្មៅដោយសារមេឬថៅកែសម្បុរសតែងតែស្រឡាញ់ចូលចិត្តរូបអ្នកហើយនឹងជួយជ្រោមជ្រែងអ្នកឲ្យបានធ្វើការធំតែបើមេឬថៅកែសម្បុរខ្មៅឬក៏ស្ដេចបាយតែងតែសម្ដែងការពេញចិត្តនៅចំពោះមុខលោកអ្នកតែនៅខាងក្រោយខ្នងលោកអ្នកច្រើនជំទាស់នៅកិច្ចការរបស់លោកអ្នកចំពោះដៃគូជីវិតបើលោកអ្នកបានដៃគូជីវិតជាមនុស្សសម្បុរសល្អជាងមនុស្សសម្បុរស្ដេចបាយឬក៏ខ្មៅដោយសារមនុស្សសម្បុរសមានចិត្តស្មោះនឹងរូបអ្នកហើយមានធាតុត្រូវជាមួយនឹងលោកអ្នកទៀតផងបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតយើងឃើញថាលោកអ្នកត្រូវបានដៃគូជីវិតជាមនុស្សក្រនបើអាចថាជាអ្នកមានអ្នកធ្វើការធំឬក៏អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ហើយដៃគូជីវិតនោះទៀតចិត្តអត់សូវបានជាមួយនឹងគ្រួសាររបស់លោកអ្នកទេចំពោះស្នេហាវិញលោកអ្នកគឺជាមនុស្សសម្បូរស្នេហ៍មានន័យថាលោកអ្នកមានជម្រើសច្រើននៅក្នុងការជ្រើសរើសដៃគូជីវិតហើយជាប្រភេទមនុស្សមិនរើសដៃគូទេមិនថាអ្នកមានអ្នកក្រទេឲ្យតែស្រឡាញ់ពេញចិត្តគឺព្រមទទួលយកធ្វើជាអនាគតរបស់អ្នកហើយចំពោះការរស់នៅជាមួយគ្នាវិញលោកអ្នកគឺជាមនុស្សចូលចិត្តសប្បាយរាក់ទាក់រុះរាយសម្បូរញាតិពូកែនិយាយលួងលោមយកចិត្តដៃគូណាស់ចំពោះការពឹងអាស្រ័យគ្នាដូចជាមិត្តភ័ក្តិបងប្អូនញាតិសន្តានឬក៏អ្នកដទៃក្តីលោកអ្នកយកល្អគួរទៅរកមនុស្សសម្បុរសពឹងពាក់បានជាងមនុស្សសម្បុរស្ដេចបាយឬក៏ខ្មៅពីព្រោះថាសម្ដីរបស់លោកអ្នកនិយាយចេញទៅធ្វើឲ្យគេអាណិតនិងចាប់អារម្មណ៍លោកអ្នកចំពោះសម្ពីបនវិញបើលោកអ្នករៀនបានច្រើនបើជាអ្នកធ្វើការនឹងបានធ្វើការធំបើជាអ្នករស់ស៊ីនឹងមានមុខរបរធំដុំនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនទាន់មាននៅក្នុងឆ្នាំ2025នេះរាសីរបស់លោកអ្នកគឺធ្លាក់ចុះលោកអ្នកធ្វើការក្តីរកស៊ីក្តីគឺមិនសូវល្អទេខ្ញុំសូមបញ្ចប់ប៉ុណ្ណេះបើលោកអ្នកមានសំណួរដាក់ចូលទៅក្នុង comment ឬក៏ឆាតតាម Telegram លេខ016 66 84 86សូមអរគុណ